គាត់បានក្រោកឈរឡើងរងចាំខ្ញុំនិយាយរូបរបស់ពុំលើសូត្រនោះត្រូវបានគាត់ឲ្យមកខ្ញុំផ្លូវរត់គេខ្លួនរបស់គាត់ក៏ជាអន្ទាក់ដែលគាត់បានដាក់ផងដែរដោយសារព្រះអង្គមិនបានយាងចូលទៅក្នុងព្រះរាជវាំងពួកគេបានសម្លាប់ខ្ញុំតាំងពីដំបូងមកម្លេះព្រោះពួកគេកំពុងរងចាំរឿងនេះមាត់ខ្ញុំពោពេញដោយជីវិតជាងនិងជាងជេអំពើបាបដែលប្រព្រឹត្តនៅក្នុងព្រះរាជវាំងត្រូវប្រន្ទាក់មិនអាចគេចផុតពីគំនិតដែលថាការប្រមូលផ្ដុំសៀវភៅនេះតើព្រះពន្លាអាចលាក់អ្នកបានពេញមួយជីវិតទេជាងនាងដែលជាកូនស្រីរបស់មន្ត្រីម្នាក់ដែលរងការអាម៉ាស់គឺពិតជាចាប់តាំងពីព្រះមហាក្សត្រយាងមកដើម្បីសងសឹកខ្ញុំបានឃើញជោគវាសនារបស់ខ្ញុំរួចហើយលុះដល់ព្រះករុណាបានបែរព្រះហស្ថរបស់ព្រះអង្គចេញព្រះករុណាខ្វះអាវុធតែមួយដើម្បីកម្ចាត់ចោលទាំងស្រុងរបស់ខ្ញុំមិនបន្សល់ទុកដានទេជាងចង់ខ្លាយជាកាំបិតនោះជាងដោយខ្លាចថាបន្ទាប់ពីធ្វើអំពើរួចកាំបិតនឹងសម្លាប់សូម្បីតែស្រីស្នំដែលស្លាប់ទៅក៏គ្មានការត្អូញត្អែដែរប្រសិនបើកាំបិតមិនមុតទេវានឹងបង្កតែរបួសប៉ុណ្ណោះលោកគ្រូតើអ្នកចង់ខ្លាយជាអាវុធរបស់ខ្ញុំទេតើអ្វីដែលធ្វើឲ្យអ្នកគិតថាអ្នកមានសមត្ថភាពធ្វើបែបនោះចាំមើលថាកាំបិតរបស់អ្នកមុតប៉ុណ្ណាគ្រូសាវេនចង់ប្រើការវាយប្រហារមិនពិតការរាយការណ៍អំពីការចំណាយដើម្បីបិទបាំងការពិតមធ្យោបាយនៃការជាឥទ្ធិពលដល់គោលដៅគឺពិតជាអស្ចារ្យណាស់ប៉ុន្តែនេះក៏ជាឱកាសរបស់ខ្ញុំដើម្បីរស់រានមានជីវិតដែរប្រាក់3 លានតាគ្រូសាវេនសួស្ដីដោយភាពក្លាហានដ៏ខ្ពង់ខ្ពស់ខ្ញុំសូមជម្រាបជូនឯកឧត្តមវ៉ែនក្រុមគ្រួសារបានបង្កើតវិធីសាស្ត្រឡើងអន្តភាពចំនួន3 លានរៀលតាមពិតទៅលុយនេះត្រូវបានគេយករួចហើយកាលពី3 ខែមុនពួកគេត្រូវបានផ្ទេរទៅវិញដោយជាគណនីរណាគារឯកជនរបស់គ្រួសារមានតុល្យភាពក៏ដោយការជួសជុលប្រឡាយទន្លេត្រូវធ្វើការមិនលើសពីចំនួននេះគឺផ្ទុយនឹងបំណងប្រាថ្នារបស់ខ្ញុំឆ្មាំមិនបានរកឃើញអ្វីទេជាងនាងអ្នកពិតជាដោយសារចំណុចទាញនៃកាំបិតល្អអាចត្រូវបានស៊ើបអង្កេតនិងដោះស្រាយបំណុលអាក្រក់ឲ្យខ្ញុំស្នាមប្រេះនៅក្នុងជីវិតរបស់ប្រជាជនគ្រួសារវេនព្រោះនិងបងប្រុសរបស់នាងមានទំនាស់គ្នាខ្ញុំចង់ឃើញស្នាមប្រេះនោះយូរហើយគម្លាតបានប្រេះទាំងស្រុងស្របតាមលំដាប់នៃការឡើងកម្ដៅការប្រកួតប្រជែងរវាងបងប្អូនត្រូវបានគេមើលឃើញនៅក្នុងគំនិតដំបូងរបស់នាងវីដោយសារមនុស្សជាអ្នកមានគុណរបស់ខ្ញុំពួកគេគួរតែមានឋានៈសមស្របចូលទៅធ្វើតាមការស្នើសុំរបស់ខ្ញុំព្រះរាជក្រឹត្យប្រទានងារជាស្ត្រីអភិជនដល់លោកជេងអ្នកបម្រើដ៏រាបទាបរបស់អ្នកអន្តក្បាលដោយតញ្ញោតាធម៌នៅឯព្រះបរមរាជវាំងជូឡានមីងព្រះគុណរបស់ព្រះចៅអធិរាជនឹងមិនធ្វើឲ្យព្រះករុណាខកចិត្តឡើយឯកឧត្តមខ្ញុំសូមអំពាវនាវដោយស្មោះស្ម័គ្រចំពោះនេះជារង្វាន់សម្រាប់បំណងប្រាថ្នាដ៏ល្ងង់ខ្លៅរបស់ខ្ញុំសិនឈីងដែលជាអ្នកភូមិដូចគ្នានឹងជាម្ចាស់ត្រូវបានបម្រើនាងដោយផ្ទាល់ហើយលះបង់ខ្លួនឯងដើម្បីនាងអ្នកចង់បានមនុស្សគ្មានសមត្ថភាពនិងគ្មានប្រយោជន៍វិនិច្ឆ័យពីកាំបិតរបស់អ្នកវានៅតែល្អដដែលដោយសារអ្នកមិនយល់ពីខ្ញុំទាំងស្រុងហេតុអ្វីអ្នកចង់បានខ្ញុំវាត្រូវបានអនុម័តចាប់ពីពេលនេះទៅខ្ញុំលែងស្ថិតនៅក្រោមការអាណិតអាសូររបស់អ្នកអតីតទៀតហើយក្មេងស្រីនោះមកពីវិមាននេះមនុស្សមុតស្រួចបំផុតលាក់ទឹកភ្នែករបស់ពួកគេត្រឡប់ទៅវិញចុះចាប់ពីពេលនេះទៅនឹងគ្មានអ្នកណាម្នាក់ទៀតទេតើអ្នកអាចធ្វើបាបខេងឆៃហ្គាយបានទេព្រះគុណដែលជួយសង្គ្រោះជីវិតមនុស្សម្នាក់គឺជាបំណុលដែលខ្ញុំមិនអាចធ្វើមានឆន្ទៈបម្រើការជាមនុស្សថ្លៃថ្នូរខ្ញុំនឹងបម្រើអ្នកដូចជាសេះដោយភក្ដីភាពមិនរង្គោះរង្គើរាល់បំណុលដែលគ្រួសារជំពាក់ខ្ញុំចង់ឲ្យពួកគេស្ដោះវាចេញពីដងការមិនប៉ះពាល់គ្នាទៅវិញទៅមកមានន័យថាការស្លាប់របស់អ្នកកុំខ្លាចហ្វុយស៊ីបវាជាការចាប់ដើម